រឿងម៉ាកនឹងធីកូស៊ុបប្រៃខុបកំណើតម៉ាម៉ាវាជាពេលព្រឹកដែលមានពន្លឺថ្ងៃល្អនៅក្នុងផ្ទះតូចដ៏កក់ក្ដៅមួយម៉ាកជាកូនឆ្មាដែលតែងតែចង់ដឹងចង់ឃើញរស់នៅជាមួយមិត្តល្អរបស់គេដែលជាកូនខ្លាដែលចូលចិត្តលេងសើចពេលនោះម៉ាកបានដកដង្ហើមធំដោយថ្ងៃនេះជាថ្ងៃកំណើតម៉ាក់របស់គេពេលឮដូច្នោះភ្នែករបស់កូនខ្លាបានបើកធំពេលនោះពួកគេបានខ្សឹបខ្សៀវនិងរៀបចំផែនការដើម្បីរៀបចំនំគួរឲ្យភ្ញាក់ផ្អើលនិងល្អឥតខ្ចោះមួយក្រោយមកពួកគេពាក់ក្រមានិងកាបូបស្ពីធ្វើដំណើរផ្សងព្រេងមួយរបស់ពួកគេបានដើរកាត់ព្រៃដ៏ស្រស់បំព្រងដែលពោរពេញទៅដោយផ្សិតនិងមានសត្វស្លាបស្រែកច្រៀងពួកគេឆ្លងកាត់ស្ពានដែលមានទឹកហូរយ៉ាងសន្ធោសន្ធៅទាំងសើចសប្បាយពេញផ្លូវមិនយូរប៉ុន្មានពួកគេបានទៅដល់ហាងនំប៉័ងតូចមួយដែលអ្វីៗទាំងអស់មានក្លិនឈ្ងុយនិងកក់ក្ដៅនៅក្នុងហាងនំប៉័ងនៅតាមធ្នើរត្រូវបានបំពេញដោយនំខេកនិងខូគីដ៏សែនឈ្ងុយឆ្ងាញ់ពួកគេបានរើសនំខេកដែលស្រទន់បំផុតជាមួយនឹងក្លិនក្រអូបសាយភីគេបានប្រគល់ដើមអ័រគីដេដ៏ភ្លឺរលោងរបស់ពួកគេយ៉ាងប្រុងប្រយ័ត្នជារូបិយប័ណ្ណដ៏ពិសេសរបស់ពួកគេបានកាន់នំខេកដោយថ្នមៗហើយលេងសើចសប្បាយពេញផ្លូវទៅផ្ទះពេលត្រឡប់មកផ្ទះវិញគេបានដើរកាត់ម៉ាម៉ាហើយបានលាក់នំខេកនៅក្នុងទូពួកគេបានតុបតែងបន្ទប់ដោយក្រដាសចម្រុះពណ៌និងប៉េងប៉ោងជាច្រើនផងដែរបន្ទាប់មកពួកគេបានរៀបចំតុអាហារពេលល្ងាចជាមួយនឹងអាហារដែលម៉ាម៉ាចូលចិត្តពេលនោះពួកគេបានស្រែកបញ្ញាក់ម៉ាម៉ាយ៉ាងភ្ញាក់ផ្អើលម៉ាម៉ាស្រក់ទឹកភ្នែកដោយក្តីរីករាយផងដែរម៉ាម៉ាបានធ្វើសេចក្តីប្រាថ្នាហើយផ្លុំទៀនដែលភ្លឺចែងចាំងដើម្បីបួងសួងពួកគេទាំងអស់គ្នាបានអបគ្នាយ៉ាងណែនដោយចិត្តពោរពេញដោយក្តីស្រឡាញ់និងត្រេកអរបន្ទាប់មកពួកគេបានអង្គុយសម្រាប់អាហារពេលល្ងាចដ៏ឆ្ងាញ់និងពោរពេញដោយការសើចសប្បាយលុះពេលបាយល្ងាចហើយគេក៏ដេកនៅក្បែរភ្លើងក្បាលពោះពោរពេញដោយអាហារនិងរីករាយកូនឆ្មាម៉ាកបានខ្សឹបថានេះជាថ្ងៃដ៏ល្អបំផុតសម្រាប់យើងនៅពេលដែលពួកគេចូលគេងដូច្នេះហើយនៅក្នុងផ្ទះដ៏តូចមួយដែលពោរពេញទៅដោយនំខេកនិងការសប្បាយដ៏ផ្អែមល្ហែមបំផុតម៉ាកកូនខ្លានិងម៉ាម៉ាបានបញ្ចប់ថ្ងៃរបស់ពួកគេដោយក្តីស្រឡាញ់ជាថ្ងៃកំណើតដ៏ល្អឥតខ្ចោះនិងជាការចងចាំជារៀងរហូតសូមអរគុណ